Bạn chìm xuống bóng ổn ở kia chụp kia mà căn video mấy tiết hay video này chúng tôi ca chạy đồng lệ chụp mônនៅក្នុង Microsoft Excel ចំនួន4ដើម្បីចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នារូបមន្តទី1គឺរូបមន្ត now ដែលយើងប្រើប្រាស់សម្រាប់បង្ហាញថ្ងៃខែឆ្នាំបច្ចុប្បន្ននិងម៉ោងដោយឡែករូបមន្ត today យើងប្រើប្រាស់សម្រាប់បង្ហាញថ្ងៃខែឆ្នាំឬក៏ការបច្ចុប្បន្នដែលយើងចង់បានតែខែថ្ងៃនិងឆ្នាំតែប៉ុណ្ណោះដោយឡែករូបមន្ត year យើងប្រើប្រាស់សម្រាប់បង្ហាញតែឆ្នាំតែប៉ុណ្ណោះបាទហើយរូបមន្ត month យើងប្រើប្រាស់សម្រាប់បង្ហាញតែខែតែប៉ុណ្ណោះអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរយើងអនុវត្តទាំងអស់គ្នាជាដំបូងបងប្អូនអាចចុចសញ្ញាស្មើឬបងប្អូនទៅសេ now បាទបើកមួយចោលមួយហើយបិទមួយចោលហើយ enter ទៅអញ្ចឹងបច្ចុប្បន្នខ្ញុំកំពុងតែ record ថតវីដេអូនេះនៅថ្ងៃទីខែ9ថ្ងៃទី29ឆ្នាំ2025ម៉ោង21:36នាទីអញ្ចឹងដើម្បីខ្ញុំអត់ចង់បានម៉ោងទេខ្ញុំចង់បានតែខែថ្ងៃនិងឆ្នាំអញ្ចឹងខ្ញុំអាចប្រើប្រាស់រូបមន្ត today បាទ today បើមួយចោខ្ញុំមួយចោអញ្ចឹងវានឹងបង្ហាញយើងទាក់ទងនឹងខែថ្ងៃនិងឆ្នាំហើយខ្ញុំចង់ឲ្យបង្ហាញតែឆ្នាំទេបាទអញ្ចឹងខ្ញុំអាចចុចសញ្ញាស្មើហើយ year បើមួយចោប៉ុន្តែកន្លែងនេះគឺនៅពេលដែលយើងប្រើប្រាស់រូបមន្ត year វាទាមទារឲ្យយើងបង្ហាញឬក៏ជ្រើសរើសនៅ serial number អញ្ចឹងយើងអាចជ្រើសខាងលើនេះហើយខ្ញុំបិទវាចោលវិញហើយខ្ញុំ enter ការស្រាច់អញ្ចឹងវាបង្ហាញឆ្នាំ2025ដោយឡែករូបមន្ត month ខ្ញុំទៅសេស្មើហើយខ្ញុំសេ month ក្នុងនេះដូចគ្នាដែរវាតម្រូវឲ្យយើងជ្រើសរើស serial number អញ្ចឹងខ្ញុំអាច select ខាងលើនេះហើយខ្ញុំបិទវាចោល enter ជាការស្រាច់អញ្ចឹងនេះគឺជារូបមន្ត now ដែលបងប្អូនប្រើប្រាស់សម្រាប់បង្ហាញថ្ងៃខែឆ្នាំនិងម៉ោងហើយរូបមន្ត today បងប្អូនប្រើសម្រាប់តែរថ្ងៃខែនិងឆ្នាំហើយដោយឡែករូបមន្ត year បងប្អូនប្រើសម្រាប់បង្ហាញតែឆ្នាំទេហើយនឹងម៉ាន់បងប្អូនប្រើសម្រាប់តែបង្ហាញតែខែទេបាទអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំមានប៉ុណ្នេះនៅក្នុងការចែករំលែកបងប្អូនហើយអរគុណសម្រាប់ការទេសនាហើយបើសិនបើបងប្អូនមានចម្ងល់ទាក់ទិននឹងការប្រើប្រាស់ Microsoft Excel បងប្អូនអាច comment សួរនៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការថតជាវីដេអូដើម្បីចែករំលែកទៅកាន់បងប្អូនហើយបើសិនបើបងប្អូនគិតថាវីដេអូនេះល្អសូមជួយចុច Subscribe ឬក៏ជួយចុច Share ឬក៏ចែករំលែកបន្តទៀតបាទអរគុណបងប្អូនទាំងអស់គ្នាបាទ